ប្រហិតបង្កងគឺជាម្ហូបដ៏ពេញនិយមមួយដែលមានរួមបញ្ចូលនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់បង្កងតោះមកមើលពីវិធីធ្វើជាមួយអ្នកគ្រូទាំងអស់គ្នាដំបូងឡើយគឺយើងយកបង្កងយកមកលាងឲ្យស្អាតកាត់ក្បាលហើយបកសបកចេញបង្កងគឺជាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់មានកាឡូរីនិងជាតិខ្លាញ់ទាបលើសពីនេះបង្កងមានអាស៊ីតខ្លាញ់អូមេហ្គា3ដែលត្រូវបានគេទទួលស្គាល់ថាវាមានលក្ខណៈសម្បត្តិយ៉ាងល្អដើម្បីប្រឆាំងនឹងការរលាកខាងក្នុងនិងអត្ថប្រយោជន៍សម្រាប់សុខភាពបេះដូងបន្ទាប់ពីបកបង្កងហើយអស់យើងដាក់វាចូលម៉ាស៊ីនក្លុកគោះពងមាន់ដាក់ចូលថែមអំបិលបន្តិចម្រេចបន្តិចខ្ទឹមសខ្ទឹមក្រហមនិងជីវ៉ាន់ស៊ុយចូលរួមទាំងម្សៅពោតផងដែរដើម្បីកិនជាមួយគ្នាឲ្យម៉ត់យើងក្លុកវាម្សាឲ្យឃើញថាម៉ត់ហើយសឹមយើងចាក់ប្រេងអូលីវចូលបន្តិចហើយបានយើងបន្តកិនវាទៀតហើយកិនឲ្យសាច់ប្រហិតយើងនឹងស្វិតរួចដួសចេញហើយវាយបន្ថែមបន្តិចដើម្បីឲ្យកាន់តែស្វិតល្អបន្ទាប់ពីកិនប្រហិតបង្កងយើងរួចហើយយើងដាក់ខ្ទះហើយចាក់ប្រេងឆាចូលឲ្យក្តៅក៏ប៉ុន្តែត្រង់នឹងអ្នកទាំងអស់គ្នាកុំបើកភ្លើងខ្លាំងពេកហើយយើងដាក់ប្រហិតដែលយើងបៀកជាដុំតូចៗនឹងចូលដាក់ចៀនហើយចាំប្រែវាឲ្យឆ្អិនល្អមុខម្ហូបប្រហិតបង្កងមិនត្រឹមតែឆ្ងាញ់ក៏ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមអាចទទួលទានបានដោយសុវត្ថិភាពដូចគ្នាចំពោះប្រហិតបង្កងរបស់យើងគឺរួចរាល់ហើយយើងក៏អាចបន្ថែមនៅទឹកជ្រលក់ផ្សេងៗទៅតាមចំណង់ចំណូលចិត្តដូចគ្នាដូច្នេះកុំភ្លេចធ្វើញ៉ាំណា